សូមជូនរឿងនិទានខ្មែរក្អែកនិងហ្វូងសក់នៅពេលមួយមានក្អែកខ្មៅមួយរស់នៅលើដើមឈើធំជិតព្រៃក្អែកនោះមានទម្លាប់ស្វែងរកអាហារដោយហើរទៅជុំវិញភូមិថ្ងៃមួយវាបានរកឃើញសាច់មួយដុំដែលអ្នកភូមិបំរុងចោលវាសប្បាយចិត្តយ៉ាងខ្លាំងហើយចាប់សាច់នោះហើរឡើងទៅលើដើមឈើបាត់ទៅនៅពេលវាកំពុងស្ទាក់សាច់លើមាត់មានហ្វូងចោកមួយក្រុមដើរឆ្លងកាត់ចោកមើលឃើញសាច់ក្នុងមាត់ក្អែកហើយមានចិត្តលោភលន់ចង់បានចោរចាប់ផ្ដើមគិតថាតើត្រូវធ្វើដូចម្ដេចដើម្បីយកសាច់ពីមាត់ក្អែកនោះបានចោរចាស់ម្នាក់និយាយថាលើមុខនឹងខ្ញុំនឹងបង្ហាញក្បាច់ល្បិចឲ្យធ្វើចោរចាស់ដើរទៅក្រោមដើមឈើហើយហៅក្អែកវានិយាយថាអូក្អែកអើយអ្នកមានសម្លេងពីរោះខ្លាំងណាស់ក្អែកស្ដាប់ពាក្យសរសើរនោះហើយមានមោទនភាពលើខ្លួនយ៉ាងខ្លាំងចោរបន្តថាយកសុំច្រៀងផងមកឲ្យយើងស្ដាប់បន្តិចមកបងក្អែកគិតថាអូពួកគេចង់ស្ដាប់សំឡេងខ្ញុំទេតើដូច្នេះវាបើកមាត់ច្រៀងហើយសាច់ធ្លាក់ចុះក្រោមមកលើដីចៅលោតយកសាច់នោះភ្លាមហើយនាំគ្នារត់បាត់ទៅក្អែកស្មានថាគេចាប់អារម្មណ៍សំឡេងរបស់វាបាត់សេចក្តីសប្បាយហើយស្រមៃថាខ្លួនត្រូវបោកបញ្ឆោតដោយហ្វូងចោកទាំងហ្វូងសាច់អស់សំណើចបរិភោគសាច់នោះយ៉ាងរីករាយក្អែកចុះពីដើមឈើដោយខឹងនិងខ្មាស់អៀនជាខ្លាំងវានិយាយក្នុងចិត្តថាខ្ញុំបរាជ័យដោយពាក្យល្បិចកិច្ចកពេលក្រោយវាប្រាជ្ញាថានឹងមិនជឿពាក្យសរសើរងាយទៀតឡើយម្ដងទៀតចុកមកសាកល្ពងដូចមុនប៉ុន្តែក្អែកស្ងៀមស្ងាត់ចេះនិយាយថាសុំច្រៀងទៀតផងដែរក្អែកអើយក្អែកគ្រាន់តែញឹមហើយកាន់សាច់ជាប់មាត់មិនបោះចោលចុកមិនទទួលបានអាហារពីក្អែកទេហើយចុះសេញទៅដោយខកចិត្តក្អែកមានសេចក្តីរីករាយព្រោះបានរៀនពីបទសិក្សាថ្មីវាដឹងថាការលោភនិងមោទនភាពអាចបណ្ដាលឲ្យខ្លួនខាតបង់ចាប់ពីថ្ងៃនោះមកវាបានក្លាយជាសត្វមានចំណេះដឹងនិងប្រយ័ត្នហ្វូងចោកក៏រៀនថាក្បាច់ល្បិចមិនមែនតែងតែជោគជ័យទេរឿងនេះបង្ហាញថាអ្នកដែលឆ្លាតគឺអ្នកដែលរៀនពីការខាតបង់របស់ខ្លួនបាន